โบราณนาจาขมายบานฉละเรื่องนี้នៅលើជញ្ជាំងប្រាសាទអង្គរវត្តដែលមានបណ្ដោយ49ម៉ែត្រនិងកម្ពស់2ម៉ែត្រមានរូបក្រុមអសុរៈដែលជាយក្សានៅខាងឆ្វេងដៃចំនួន92អង្គនិងរូបក្រុមទេវៈនៅខាងស្ដាំដៃចំនួន88អង្គរឿងកូរសមុទ្រទឹកដោះមានកំណើតឡើងនៅរវាងសតវត្សទី11ក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យវរ្ម័នទី2ឆ្នាំ1050ដល់ឆ្នាំ1066នៃគ្រិស្តសករាជក្នុងរចនាបថបាពួនតាមទេវកថារឿងកូរសមុទ្រទឹកដោះមានដំណើរដូចតទៅក្នុងកាលមួយនោះមានពួកអសុរៈមេយៈបានដើរសាងបាបកម្មយ៉ាងកាចសាហាវព្រៃផ្សៃនិងរាតត្បាតជាទីបំផុតទៅលើពួកទេវៈនិងពួកទេវតាធ្វើឲ្យពួកទេវៈមួយចំនួននាំគ្នាចេញទៅធ្វើសឹកសង្គ្រាមប្រយុទ្ធប្រឆាំងតបតនឹងពួកអសុរៈវិញអស់រយៈពេលជាច្រើនឆ្នាំការធ្វើសង្គ្រាមចេះតែបន្តកក្រើកទឹករញ្ជួយដីតែពុំមានឈ្នះចាញ់នោះទេសង្គ្រាមបានធ្វើឲ្យពួកអង្គទេពនីមួយៗត្រូវទ្រុឌទ្រោមនឿយហត់ជាខ្លាំងក៏នាំគ្នាផ្អាកចម្បាំងហើយក៏ហោះហើរកាត់ផ្ទៃពពកសម្ដៅឋានលើទៅប្តឹងព្រះឥន្ទ្រាធិរាជឲ្យជួយដោះស្រាយបញ្ហាផ្សះផ្សាគំនុំសងសឹករវាងពួកអសុរៈនិងពួកទេវៈក្រោយពីពពួកទេវៈនិងពួកអសុរារាយរាប់ទូលថ្វាយអំពីដំណឹងហេតុការណ៍វិបត្តិទាំងឡាយរួចហើយព្រះឥន្ទ្រក៏ត្រិះរិះពិចារណាជ្រាលជ្រៅក្រោយមកទើបមានព្រះរាជបន្ទូលទៅកាន់ពួកទេវៈនិងពួកអសុរៈថាមនាលអង្គទេវៈអសុរៈទាំងអស់គ្នាដើម្បីសេចក្តីស្ងប់ស្ងៀមតាមពូជពងដំណក់លោហិតរៀងៗខ្លួននិងដើម្បីរស់នៅលើពិភពរស់ផ្សេងគ្នាឲ្យមានសេរីភាពសុខសាន្តនោះយើងមានមធ្យោបាយមួយឲ្យអ្នកគិតគឺថាអ្នកត្រូវនាំគ្នាកូរសមុទ្រទឹកដោះដើម្បីស្វែងរកទឹកអមฤតជីវិតអមតៈរាត្រីកាលក៏ចូលមកដល់ពួកទេវៈក៏ប្រមូលផ្ដុំគ្នាត្រិះរិះពិចារណារកមធ្យោបាយដើម្បីដណ្ដើមយកជ័យជំនះទៅលើពួកអសុរៈព្រោះថាបើតាមការប៉ាន់ប្រមាណមើលទៅពួកទេវៈប្រហែលជាពុំមានសមត្ថភាពគ្រប់គ្រាន់យកជ័យជំនះលើវងអសុរៈបានយ៉ាងងាយឡើយមធ្យោបាយល្អមានតែម្យ៉ាងគត់គឺប្រើល្បិចពួកទេវៈក៏ចូលទៅគាល់ព្រះវិស្ណុសុំស្នើដល់ព្រះអង្គឲ្យជួយព្រះវិស្ណុក៏យល់ព្រមពេលរាត្រីកាលកន្លងផុតទៅពួកអាទិទេពពួកទេវៈនិងពួកអសុរៈជាច្រើនក៏បានមកប្រកបកាយជួបជុំគ្នានៅភ្នំមន្តរៈតាមពាក្យពេចន៍សន្យាដោយយកភ្នំមន្តរៈធ្វើជាស្នូលហើយយកពស់នាគរាជឈ្មោះវាសុគីធ្វើជាខ្សែព្រ័ត្រសម្រាប់ទាញគោចុះគោឡើងពួកអសុរៈជាអ្នកកាន់ខាងក្បាលពស់នាគរាជខាងឆ្វេងនិងពួកទេវៈជាអ្នកកាន់កន្ទុយពស់នាគរាជខាងស្ដាំពួកទេវៈនិងពួកអសុរៈក៏ចាប់ផ្ដើមគោចុះគោឡើងអស់រយៈពេលយ៉ាងយូរធ្វើឲ្យភ្នំមន្តរៈចាប់ផ្ដើមបាក់ស្រុតចុះទៅបាតសមុទ្របន្តិចម្ដងដោយមើលឃើញនៅស្ថានភាពបែបនេះហើយព្រះវិស្ណុក៏និមិត្តកាយក្រឡាខ្លួនជាសត្វអណ្ដើកមួយយ៉ាងធំឈ្មោះកុមិមកជួយទ្រភ្នំមន្តរៈឲ្យខ្ពស់ឡើងមកលើផ្ទៃទឹកនៅទីបំផុតថូទឹកអម្រឹតក៏បានផុសឡើងហើយពួកអសុរៈក៏ដណ្ដើមយកបានមុនព្រះវិស្ណុឃើញដូច្នោះក៏ក្រឡាខ្លួនធ្វើជាព្រះនាងទេពធីតាឋានសួគ៌ឯកដ៏ស្រស់ប្រាំព្រៃទៅចូលលួងលោមប្រឡោមអសុរៈឲ្យបោះបង់ទឹកអម្រឹតជីវិតអមតៈនោះចោលដោយចាញ់សម្រស់និងល្បិចលួងលោមរបស់ព្រះនាងទេពធីតាខ្លែងនោះមេអសុរៈក៏ក្រវែងថូរទឹកអម្រឹតជីវិតអមតៈចោលទៅពពួកទេវៈឃើញហើយក៏នាំគ្នារើសយកមកចែកគ្នាក្រេបបានគ្រប់ព្រះអង្គពុំមានខានឡើយនៅខ្លោងទ្វារអង្គរធំឬខ្លោងទ្វារចូលទៅកាន់ប្រាសាទព្រះខ័នគេសង្កេតឃើញមានរូបបដិមាជាច្រើនមានមាឌធំតម្រៀបគ្នាជាជួរទាញដងខ្លួនពស់នាគរាជវាសុគីឈរនៅអមសងខាងផ្លូវក្នុងភាពជានិមិត្តរូបមួយនៃអាទិទេពក្នុងរឿងកូរសមុទ្រទឹកដោះនោះដែររឿងកូរសមុទ្រទឹកដោះជានិមិត្តរូបនៃការប្រកួតប្រជែងខាងមហិទ្ធិឫទ្ធិវេទមន្តដណ្ដើមយកទឹកអម្រឹតជីវិតអមតៈនៅភ្នំមន្តរៈដើម្បីស្វែងរកក្សេមក្សាន្តសុខដុមរមនាសម្បូរសប្បាយរុងរឿងជូនប្រទេសជាតិមាតុភូមិ